បងប្អូនសាកសម័យមើលទូរស័ព្ទរបស់យើងនេះចាត់ទុកថាវាជាផ្ទះមួយហើយនៅក្នុងផ្ទះនោះមានប្រអប់ជាច្រើនយើងអត់ដែលប្រើទេហើយហ៊ុំព័ទ្ធទៅដោយធូលីដីអញ្ចឹងទូរស័ព្ទយើងក៏ដូចគ្នាដែរប្រអប់តូចនៅក្នុងផ្ទះដែលហ៊ុំព័ទ្ធដោយធូលីដីវាប្រៀបដូចជាកម្មវិធីដែលយើង download មកហើយយើងអត់ដែលបើកវាសោះឬក៏មិនដែលប្រើវាសោះដែលវាបង្កបញ្ហាជាច្រើនមកដល់ទូរស័ព្ទយើងដូច្នេះយើងត្រូវតែ remove វាចោលហើយខ្ញុំនឹងប្រាប់អំពីអត្ថប្រយោជន៍ដែលយើងលុបកម្មវិធីដែលយើងមិនដែលប្រើទៅនោះចោលការលុបកម្មវិធីដែលយើងមិនដែលប្រើគឺមានអត្ថប្រយោជន៍ច្រើនដែលអត្ថប្រយោជន៍ទី1ដែលយើងដឹងស្រាប់ហើយនៅពេលណាដែលយើងលុបកម្មវិធីដែលយើងដែលប្រើគឺវាជួយឲ្យយើងសន្សំសំចៃនៅទំហំផ្ទុកនៅក្នុងទូរស័ព្ទនឹងឯងហើយនៅពេលណាដែលយើង remove វាចោលវានាំឲ្យអត់មាន background app ណាដែល run ដោយកម្មវិធីយើងមិនដែលប្រើទេដោយសារទោះបីជាយើងមិនដែលបើកកម្មវិធីអស់ទៅនឹងក៏ដោយប៉ុន្តែពេលខ្លះវា auto start ដែលនាំឲ្យ background app កើនឡើងច្រើនដែលជាហេតុនាំឲ្យទូរស័ព្ទអស់ថ្មប៉ុន្តែនៅពេលដែលយើង remove វាចោល background app អត់សូវមានជាលទ្ធផលទូរស័ព្ទយើងដើរបាន smooth ល្អហើយមួយទៀតគឺថ្មកាន់បានយូរជាងមុនហើយវាអត់សូវឆាប់ក្តៅទេអញ្ចឹងទី1សន្សំចៃថ្មផ្ទុកទី2អត់មាន background app ដែលនាំឲ្យទូរស័ព្ទដើររលូនក៏ដូចជាថ្មកាន់បានយូរហើយចំណុចមួយទៀតដែលជាចំណុចសំខាន់គឺទៅទៅនឹងបញ្ហាសុវត្ថិភាពនិងឯកជនភាពរបស់យើងនឹងឯងព្រោះអីនៅពេលណាដែលយើង install កម្មវិធីនឹងយូរហើយមកថា1ឆ្នាំ2ឆ្នាំហើយកម្មវិធីលែង update អញ្ចឹងវានាំឲ្យកម្មវិធីមានចន្លោះប្រហោងដែលជាផ្លូវមួយនាំឲ្យ hacker ចូលមកគ្រប់គ្រងទូរស័ព្ទយើងបានតាមរយៈការណាមួយដែលយើងនឹកស្មានមិនដល់ហើយមួយទៀតគឺវាជួយផងដែរគឺជួយសន្សំចៃនៅគេហៅថា data ឬក៏ internet ដែលយើងបានប្រើពីព្រោះអីកម្មវិធីខ្លះគឺវា auto update ដែលនាំឲ្យវាស៊ី data ហើយវាស៊ីទំហំផ្ទុកទៀតដូច្នេះ remove វាចោលបើយើងអត់ប្រើទេអញ្ចឹងយើងត្រូវឆែកមើលឡើងវិញជាភាសាបច្ចេកទេសគេហៅថាធ្វើ audit មើលទៅលើកម្មវិធីដែលយើងបាន download ថាតើយើងដែលបើកវាឬអត់បើយើងដែលបើកវាទេលុបវាចោលទៅដើម្បីកុំឲ្យមានហានិភ័យណាមួយកើតឡើងជាយថាហេតុក៏ដូចជាធ្វើឲ្យសុខភាពទូរស័ព្ទយើងបានកាន់តែល្អជាពិសេសគឺសុខភាពថ្មហើយនឹងដំណើរការរបស់ទូរស័ព្ទយើងបានកាន់តែរលូន